Ok, số đây là có nghĩa chẳngនេះជារបៀបដែលយើងអាច connect នៅ DJI wireless mic របស់ DJI ដែលភ្ជាប់ជាមួយ Osmo Pocket ហ្នឹងទៅជាមួយនឹង XLR បាទអញ្ចឹងខ្ញុំមានខ្សែមួយដែលយើងអាចធ្វើការ connect ជាមួយខ្សែ XLR គ្រប់ពពុះ microphone អស់ហ្នឹងគឺប្រើឲ្យយើងចង់នឹងថាតើសលេងរបស់វាខុសគ្នាជាមួយនឹង built-in mic យ៉ាងណាហើយយើងតែចាក់ស្ដែងជាមួយនឹងnoise cancelling របស់ mic នេះផងដែរអញ្ចឹងនេះជាសលេងដែលយើងប្រើប្រាស់ microphone មួយនេះសម្រាប់ធ្វើការស្រូបសំឡេងចេញពី microphone មកកាន់ XLR interface ហើយបន្តមកទៀតគឺខ្សែចេញទៅជាមួយនឹង wireless mic ហ្នឹងអូខេចំណែកនេះវិញគឺជាសំឡេងដែលចេញពី microphone wireless ដែលផ្ទាល់ដែលយើងមិនបានធ្វើការ connect ជាមួយនឹង mic នេះទេអញ្ចឹងនេះជាសំឡេងដែលយើងចេញពីខ្សែចេញពី wireless mic ហ្នឹងឥឡូវខ្ញុំនឹងធ្វើការបិទអូខេអញ្ចឹងគេថាសំឡេងឥឡូវនេះឡើងចេញពីតែពីរនេះហើយគឺឡើងចេញទៅពីនេះគឺស្រូបសំឡេងទៅលើ DJI Pocket 3 ហ្នឹងវិញតែម្ដងអញ្ចឹងឥឡូវខ្ញុំនឹងធ្វើការដោតម្ដងទៀតហើយខ្ញុំធ្វើការចុចបើកអូខេអញ្ចឹងដូចអ្នកទាំងគ្នាដឹងស្រាប់ថាសំឡេងដែលចេញពី XLR microphone ហ្នឹងគឺអាចធ្វើការបញ្ចូលទៅកាន់ wireless microphone នេះដល់ផ្ទាល់បានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងចង់បញ្ជាក់ថាយើងមានខ្សែសម្រាប់ធ្វើការ connect គ្រប់ microphone ទាំងអស់ទៅនឹង mic wireless របស់ DJI Mic 2 ហ្នឹងហើយ connect ទៅ Osmo Pocket 3 Direct ដែលផ្ទាល់តែម្ដងអញ្ចឹងដូចអ្នកនរគ្នាគឺឥឡូវនេះគឺខ្ញុំកំពុងកាន់ខ្សែហ្នឹងអញ្ចឹងខ្ញុំធ្វើការកាន់ដើរធ្វើការកាន់ដើរក៏អ្នកនរគ្នាទទួលបានសលេងច្បាស់ដែលស្រូបចេញពី microphone XLR របស់ខ្ញុំនឹងដែរអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ